សួស្តីអ្នកទាំងអស់គ្នាសុខសប្បាយថ្ងៃនេះខ្ញុំនឹងនិយាយអំពីផ្សារភាគហ៊ុនដែលបានធ្លាក់2ថ្ងៃជាប់គ្នាយ៉ាងច្រើនកន្លងអាទិត្យទៅនេះក្រោយពី President Trump ប្រកាសសង្គ្រាមពាណិជ្ជកម្មរបស់គាត់ទៅលើប្រទេសផ្សេងៗនៅក្នុងពិភពលោកការធ្វើសង្គ្រាមពាណិជ្ជកម្មនេះគឺសម្រាប់សហរដ្ឋអាមេរិកឲ្យសេដ្ឋកិច្ចដើរឡើងរោងចក្រត្រឡប់មកស្រុកអាមេរិកវិញហើយនឹងយើងមិនត្រូវរំពឹងលើប្រទេសផ្សេងទៀតជាពិសេស China អានឹងគឺជាអ្វីដែលប្រធានាធិបតីចាត់ចែងហើយយើងគ្មានវិធីណាឬមានសមត្ថភាពណាអាចប្រែប្រួលសេចក្តីសម្រេចចិត្តរបស់គាត់បាននោះទេឥឡូវនេះម្នាក់គ្រាន់តែភ័យព្រួយបារម្ភហើយរងចាំមើលតើវាមានដំណើរការយ៉ាងណាយើងអាចមានវិបត្តិសេដ្ឋកិច្ចយើងអាចមាន inflation ហើយផ្សារភាគហ៊ុននេះមិនដឹងជាវាធ្លាក់រយៈពេលប៉ុណ្ណាអាចរយៈពេលយូរអាចរយៈពេលខ្លីយើងក៏មិនដឹងដែរឥឡូវនេះខ្ញុំនឹងនិយាយអំពីផ្សារភាគហ៊ុនពីព្រោះការសម្រេចចិត្តរបស់ប្រធានាធិបតីហើយនឹងលទ្ធផលដែលវានឹងចេញមកពីសង្គ្រាមពាណិជ្ជកម្មនេះយើងអត់អាចគ្រប់គ្រងឬមួយសម្រេចចិត្តវាបានពីព្រោះយើងមិនមែនជាប្រធានាធិបតីហើយម្យ៉ាងទៀតយើងមិនអាចមើលឃើញតើវានឹងដើរទៅខាងណាពិតអ្វីដែលយើងអាចគ្រប់គ្រងហើយអាចសម្រេចចិត្តបានគឺលើ portfolio របស់យើងតើយើងទិញមួយណាយើងលក់មួយណាឬក៏យើងមិនត្រូវលក់តតែសោះអញ្ចឹងមុនដំបូងខ្ញុំនឹងបង្ហាញបងប្អូនអំពីតារាងនេះជា SPX ហើយជាវាប្រចាំថ្ងៃអញ្ចឹងបកគោលមួយជាមួយថ្ងៃបងប្អូនឃើញហើយអានេះគេប្រកាសថ្ងៃពុធសង្គ្រាមពាណិជ្ជកម្មថ្ងៃពហុចុះប្រហែល4%ហើយថ្ងៃសុក្រចុះបន្ថែមទៀតប្រហែលជា5%អញ្ចឹងសរុបទៅ2ថ្ងៃចុះប្រហែល10%ឥឡូវនេះបើសិនណាជាយើងមើលពីលើចុះមកពីកពូលនេះចុះមកខាងក្រោមនេះឥឡូវនឹងវាធ្លាក់អស់ប្រមាណធ្លាក់អស់7.46%កាលណាវាធ្លាក់ទៅដល់20%ឬមួយក៏លើពីហ្នឹងអាហ្នឹងគេហៅថា bear market អ្វីដែលខ្ញុំចង់បង្ហាញផងដែរក្នុងរយៈពេលប្រហែលឆ្នាំកន្លងទៅនេះ10ឆ្នាំកន្លងទៅនេះតើយើងជួបប្រទះ bear market ប្រមាណដងអញ្ចឹងខ្ញុំបដូរតារាងនេះទៅជាតារាងប្រចាំអាទិត្យហើយចំនួន10ឆ្នាំបងប្អូនដឹងថាយ៉ាងម៉េចចំនួន10ឆ្នាំនេះមានកើតឡើងគេហៅថា bear market កាលណាផ្សារភាគហ៊ុនទម្លាក់ចុះ 20% ឬក៏លើសពីហ្នឹងអានេះពេលយើងមាន COVID ចុះប្រហែលជា33%ហើយនៅកន្លែងនេះឆ្នាំ2022ក៏មានបញ្ហាដែរហើយកន្លែងនេះពេលតម្លើងអត្រាការប្រាក់ផ្សារក៏ចុះផងដែរចុះប្រមាណភាគរយខ្ញុំបង្ហាញបងប្អូននេះជា summary ថាវាធ្លាក់ចុះ 20% ឬក៏ច្រើនជាងហ្នឹងក្នុងចំនួន10ឆ្នាំកន្លងទៅដូចខ្ញុំទៅបង្ហាញតារាងអញ្ចឹងគឺថាចាប់ផ្ដើមពីខែ2ថ្ងៃ19ឆ្នាំ2020អស់រយៈពេល5ខែធ្លាក់ចុះដល់ 33.9% ហើយឆ្នាំ2022ពីខែ1ថ្ងៃ3រហូតដល់ October 2022ចុះ 25.4% ហើយវាអស់រយៈពេល18ខែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺថាឥឡូវហ្នឹងយើងមិនទាន់ចុះទៅដល់ 20% នោះទេទី1ខ្ញុំចង់និយាយថាថ្មីបើផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងនេះយើងមិនត្រូវព្រួយបារម្ភទេបើសិនណាជាយើងទិញក្រុមហ៊ុនដែលវារឹងមាំដែលវាអស្ចារ្យពីព្រោះអ្វីពីព្រោះពេលយើងមាន COVID នៅកន្លែងនេះឃើញធ្លាក់ចុះ 30% ក៏ប៉ុន្តែបងប្អូនឃើញយ៉ាងម៉េចវាឡើងម្យ៉ាងទៀតឆ្នាំ2022នេះធ្លាក់ចុះអញ្ចឹងដែរហើយយ៉ាងម៉េចហើយឡើងមកវិញម្ល៉េះហើយគឺថាបើសិនណាជាយើងមានការអត់ធ្មត់រងចាំហើយបើសិនណាជាយើងមានប្រាក់យើងទិញបន្ថែមទៀតយើងនឹងបានចំណេញយ៉ាងច្រើនអ្វីដែលយើងគួរសម្គាល់ប
បន្ថែមទៀតបងប្អូនឃើញយ៉ាងម៉េចអានេះជា trend line ដែលខ្ញុំគូថាឃើញឯងវាចូលមកកន្លែងណាមកដល់កន្លែង trend line អូខេឥឡូវហ្នឹងយើងនៅមិនទាន់ទៅដល់ trend line ទេបើសិនណាជាយើងវាស់វាពីលើនេះហើយយើងចង់បាន 20% យ៉ាងតិចណាវាត្រូវមកដល់ 4,917 ហើយបើសិនណាជាយើងប្រើ trend line នេះត្រូវចុះឬតែច្រើនទៅទៀតចុះដល់ប្រមាណទៅត្រូវចុះមកដល់ប្រហែលជាពីព្រោះមានកន្លែងនេះមានកពូនេះតោះវាចុះប្រហែលជា4,800គឺថាអាទិត្យក្រោយនេះអាចចុះទៅដល់នឹងបាន 4,800 ពីព្រោះអាទិត្យក្រោយគឺវានឹងគូសបន្ទាត់មួយទៀតនៅក្បែរនេះប្រហែលជាអាចចុះមកដល់កន្លែងនេះ 4,770 ម្ល៉េះហើយគឺថាពី 4,800 4,770 អីហ្នឹងប្រហែលជាអាចទៅដល់ម្ល៉េះហើយបើសិនណាជាយើងរងចាំឲ្យវាចុះទៅដល់ពេលកន្លែងឲ្យវាទៅចុះទៅដល់កន្លែងហ្នឹងប្រហែលជាវានឹងអាចឡើងទៅទៀតក៏ប៉ុន្តែយើងមិនទាន់ដឹងតើវាអាចឡើងឬក៏អត់តាមធម្មតាក្នុងការទិញភាគហ៊ុនខ្ញុំបើសិនណាជាវាធ្លាក់សម្បើមយ៉ាងនេះជាឱកាសល្អដែលយើងអាចទិញភាគហ៊ុនបានតម្លៃថោកហើយម្យ៉ាងទៀតគឺថាយើងនឹងចំណេញច្រើនកាលណាវាឡើងមកលើអានឹងទី1ទី2គឺថាយើងមិនដឹងវាបាតវានៅកន្លែងណាដូចកាលពីមុនយើងមាន COVID យើងមិនដឹងថាវាអាចទៅដល់បាតវាកន្លែងណាបងប្អូនឃើញកន្លែងនេះកាលមុនវាទៅដល់200អានេះ233 MAពេល COVID វាទៅហួសហើយវាឡើងទៅលើវិញទី2នេះនៅឆ្នាំ2022នេះក៏ចុះចឹងដែរប៉ុន្តែចៃដន្យនេះវាចុះមកតែ233 MA ហើយវាឡើងត្រឡប់ទៅវិញអញ្ចឹងឥឡូវនេះវាអាចធ្លាក់មក trend line នេះឬមួយក៏វាអាចធ្លាក់រហូតទៅដល់ 4,546 យើងអត់ដឹងទេអញ្ចឹងក្នុងការទិញភាគហ៊ុនគឺថាយើងទិញបន្តិចម្ដងពីព្រោះយើងមិនដឹងវាបាននៅកន្លែងណាហើយបើសិនណាជាយើងរងចាំវានឹងត្រឡប់មកវិញយើងនឹងបានចំណេញហើយនិយាយអំពីភាគហ៊ុនដែលយើងមានរួចទៅហើយយើងគួរលក់ស្លាពីព្រោះយើងភ័យបារម្ភស្លោពីព្រោះមនុស្សភាគច្រើនលក់អានឹងយើងនឹងខាតពីព្រោះតាមប្រវត្តិសាស្ត្របើសិនណាជាយើងអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនបន្ថែមទៀតនេះជាតារាងប្រចាំផ្សារទូទៅ SP 500 បងប្អូនឃើញយ៉ាងម៉េចលើនេះសុទ្ធតែឡើងហើយបើយើងប្រៀបធៀបទៅខាងក្រោមនេះដែលមានពណ៌ទឹកក្រូចនេះបងប្អូនឃើញយ៉ាងម៉េចវាចុះប៉ុន្តែបើយើងប្រៀបធៀបទៅនឹងដែលចំនួនដែលវាឡើងវាតិចជាធម្មតាឡើង3ភាគចុះ1ភាគហើយកាលណាចុះអាចចុះជ្រៅមែនទែនបងប្អូនឃើញយ៉ាងម៉េចនេះចុះ 25.4% ខ្ញុំទៅបង្ហាញហ្នឹងនៅឆ្នាំ2022អានេះ COVID ចុះ 33.9% ហើយមានអ្វីផ្សេងទៀតអ្វីដែលខ្ញុំចង់បង្ហាញខ្ញុំទៅនឹងនិយាយប្រាប់បងប្អូនគឺថាផ្សារវានឹងត្រឡប់ឡើងមកវិញជាឧទាហរណ៍អានេះចុះរយៈពេលខ្លីឡើងទៅលើថាអានេះចុះឡើងទៅលើបើយើងមើលទៅឆ្ងាយទៅទៀតឧបមាយើងមើលនៅកន្លែងនេះឃើញទេចុះឡើងរឹតតែឡើងសម្បើមអានេះប្រមាណ 400% ហើយគឺថាយើងត្រូវមានការអត់ធ្មត់យើងត្រូវមានការយើងមិនត្រូវមានការព្រួយបារម្ភខ្ញុំចង់ថាអញ្ចឹងឯងអ្វីដែលខ្ញុំទៅនឹងនិយាយផងដែរគឺថាយើងត្រូវរងចាំបើសិនណាជាយើងទិញក្រុមហ៊ុនដែលមានភាពរឹងមាំមាន wide mode យើងមិនគួរបារម្ភវាទេថ្មីបើគេនាំគ្នាលក់ផ្អើលពេញផ្សារយើងមិនត្រូវលក់ទេពីព្រោះអ្វីយើងមិនមែនទិញហ្នឹងសម្រាប់ពេលឥឡូវនេះទេរយៈពេលខ្លីយើងធ្វើវិនិយោគសម្រាប់រយៈពេលវែងហើយយើងទិញបន្ថែមទៀតក៏អញ្ចឹងដែរយើងទិញបន្ថែមមិនមែនសម្រាប់ថ្ងៃនេះសម្រាប់អាទិត្យក្រោយខែក្រោយឬក៏ឆ្នាំក្រោយយើងមើលទៅមុខចំនួន5ឆ្នាំ10ឆ្នាំ20ឆ្នាំទៅ
តារាងនេះគេបង្ហាញថាបើសិនណាជាយើងមិននៅក្នុងផ្សារភាគហ៊ុនអានេះបើសិនណាជាយើងនៅក្នុងផ្សារភាគហ៊ុនហើយយើងវិនិយោគ 10,000 យើងនឹងបាន 64,844 អានេះក្នុងរយៈពេលពីឆ្នាំ2003ទៅ December 2022ក៏ប៉ុន្តែបើសិនណាជាយើងលក់ចេញលក់ចូលហើយប៉ះថ្ងៃដែលវាឡើងចំនួន10ថ្ងៃក្នុងរយៈពេលដូចគ្នានេះយើងបានចំណេញតែ 29,708 អានឹងបានន័យថាម៉េចបើកាលណាយើងរត់ចេញរត់ចូលហើយយើងអត់បាននៅក្នុងផ្សារភាគហ៊ុនពេលផ្សារភាគហ៊ុនវាឡើងយើងនឹងអត់បានចំណេញច្រើនដូចយើងនៅស្ងៀមហើយឃើញខុសគ្នាយ៉ាងម៉េចខុសគ្នា 50% ហើយបើសិនណាជាយើងចេញចូលរត់ទៅច្រើនហើយយើងអត់បាននៅថ្ងៃដែលវាចំណេញគឺថាយើងអាចខាតទៅដល់ 53% តិចជាងចំនួននេះអានឹងយើងមើលចឹងឯងម្ល៉េះហើយអ្វីដែលយើងអាចដកស្រង់ពីតារាងនេះគឺថាបើសិនណាជាយើងទិញក្រុមហ៊ុនល្អក្រុមហ៊ុនរឹងមាំកុំលក់តាមគេពីព្រោះគេផ្អើលលក់ពីព្រោះគេបារម្ភបើយើងមើលបន្ថែមទៀតតារាងខាងក្រោមនេះគឺថាយើង when were the best 10 days in the market អានេះគេគ្រាន់តែប្រាប់ថ្ងៃណាដែលជាថ្ងៃដែលវាឡើងចំនួន10ថ្ងៃដែលវាល្អហើយវាកើនឡើងប្រមាណភាគរយហើយប្រមាណភាគរយនេះហើយដែលវាធ្វើឲ្យយើងមិនបានចំណេញច្រើនបើសិនណាជាយើងមិននៅក្នុងផ្សារភាគហ៊ុនអ្វីបន្ថែមទៀតដែលខ្ញុំចង់បង្ហាញបងប្អូនគឺថាជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនជាការពិសោធន៍ដែលខ្ញុំនឹងចែករំលែកជាមួយបងប្អូនខ្ញុំទៅបង្ហាញបងប្អូនថានៅក្នុងរយៈពេលផ្សារភាគហ៊ុនចុះ 20% ជា bear market ហើយអានឹងហើយជាពេលល្អដែលយើងគួរទិញបន្ថែមឬក៏ទិញជាលើកដំបូងអានេះជាការពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំកាលពេលយើងមាន COVID ដូចខ្ញុំទៅបានបង្ហាញបងប្អូនចឹង COVID crash February 19 រហូតទៅដល់ March 23 February 19 ចឹងខ្ញុំនឹងបង្ហាញបងប្អូន February 19 អានេះ February 24 ប្រហែល5ថ្ងៃក្រោយមកខ្ញុំទិញ Google $71.25 សេនទិញ200 shares ឥឡូវហ្នឹងបងប្អូនឃើញឡើងប្រមាណ 104.35% ខែ4ថ្ងៃ1អានេះក្រោយពីវាឡើងត្រឡប់មកវិញរួចទៅហើយដូច្នេះខ្ញុំទិញមិនមែនជាខ្ញុំទិញបានល្អបានផុតនោះទេពីព្រោះលើកទី2ខ្ញុំទិញខែ4អាហ្នឹងវាចុះបាតខែ3ផ្លាយរួចទៅហើយវាឡើងត្រឡប់មកវិញណាដល់ហើយគឺថាមិនមែនយើងចាំតែទិញដល់នៅបាតទេជាពិសេសបាតវាយើងមិនដឹងនៅកន្លែងណាទេអញ្ចឹងមួយនេះគឺដែលខ្ញុំបង្ហាញបងប្អូនខ្ញុំទិញប្រមាណខ្ញុំទិញ 2,000 shares តម្លៃប្រមាណតម្លៃ 67.70 សេនបងប្អូនឃើញយ៉ាងម៉េចខ្ញុំទិញមុនដំបូងថ្លៃដែរហើយទិញបន្ថែមទៀតហើយទិញរឹតតែថែមទៅទៀតឥឡូវហ្នឹងបងប្អូនមើលតើចំណេញប្រមាណអានេះផ្សារភាគហ៊ុនធ្លាក់ខ្លះរួចទៅហើយ Google មិនមែននៅតម្លៃខ្ពស់ទេប៉ុន្តែខ្ញុំនៅតែចំណេញជាង 100% ហើយមេរៀនដែលរៀនពីនេះគឺថាកាលណាយើងមាន bear market ជាឱកាសដែលយើងទិញក្រុមហ៊ុនបានថោកហើយយើងកាន់យូរទៅក៏មិនមានបញ្ហាអ្វីដែរថ្មីបើផ្សារភាគហ៊ុនធ្លាក់ទៀតហើយយើងចូលទៅក្នុង bear market ម្ដងទៀតពីព្រោះឥឡូវនេះយើងចំណេញទៅដល់តែជាង 100%ចឹងនេះជាឧទាហរណ៍មួយទៀតដែលខ្ញុំចង់បង្ហាញបងប្អូនថាខ្ញុំទិញក្នុងឆ្នាំ2022ហើយមិនបានទិញនៅនឹងបាតវាទេបងប្អូនចំណាំមើលថ្ងៃនេះដែលខ្ញុំទិញវាខែ12ឆ្នាំខែ12ថ្ងៃទី23ឆ្នាំ22យើងមើលបាតវានៅឆ្នាំនោះដែលយើងមាន inflation ហើយ Fed tightening បាតវានៅខែ10ខែ12ម្ល៉េះហើយគឺថាបានន័យថាផ្សារភាគហ៊ុនវាឡើងត្រឡប់មកវិញរួចទៅហើយ
បានន័យថាវាបាទវានៅកន្លែងនេះវាឡើងមកលើនេះរួចទៅហើយអានេះជាតារាង SPX បើយើងចង់មើលឲ្យច្បាស់យើងតទៅមើល Google អានឆ្នាំ2022ប្រហែលជាខែ12ដែរខែ12នៅកន្លែងនេះប្រហែលជានៅលើនេះមើលឲ្យត្រឹមត្រូវថ្ងៃខែ12ថ្ងៃ23ឆ្នាំ2022ចំនួន100ហើយទិញតម្លៃ94 91អ្វីដែលខ្ញុំចង់បង្ហាញ94 91មិនមែនបាទបំផុតទេពីព្រោះបាទវានៅនេះ80 supply អាហ្នឹងហើយខ្ញុំចង់បញ្ជាក់ជាមួយបងប្អូនថាយើងមិនដឹងបាទវានៅកន្លែងណាយើងទិញបន្តិចម្ដងដល់ពេលវាឡើងមកលើវិញយើងនឹងបានចំណេញអ្វីដែលជាសំខាន់ដែលខ្ញុំចង់បង្ហាញបន្ថែមទៀតបងប្អូនត្រូវយល់ថាផ្សារភាគហ៊ុនវានឹងឡើងរហូតបើសិនណាជាយើងមានការអត់ធ្មត់ហើយមានការរងចាំបងប្អូនឃើញតារាងនេះយ៉ាងម៉េចគឺថាមានបញ្ហាសេដ្ឋកិច្ចឬក៏នយោបាយអីយ៉ាងច្រើនសង្គ្រាមក៏មានដែរនៅក្នុងនេះហើយឃើញផ្សារភាគហ៊ុនយ៉ាងម៉េចអានេះមើលតាំងពីឆ្នាំ1870ឡើងរហូតចឹងបានន័យថាយ៉ាងម៉េចបានន័យថាឥឡូវនេះជាឱកាសទិញភាគហ៊ុនគឺថាវាមិនមែនកើតឡើងរាល់ថ្ងៃឲ្យយើងទិញបានតម្លៃថោករបៀបនេះទេឡើយហើយបើសិនណាជាយើងមានប្រាក់ដែលយើងអាចទិញបានយើងគួរតែទិញតាមធម្មតាផ្សារភាគហ៊ុនវាចូលគេហៅថា bear market ហ្នឹងមិនមែនកើតឡើងរាល់ឆ្នាំទេវាកើតឡើងម្ដងប្រហែលជា5ឆ្នាំម្ដងដូចកន្លងទៅនេះខ្ញុំទៅបង្ហាញបងប្អូនឃើញយ៉ាងម៉េចឃើញវាកើតឡើងតែ2ដងទេក្នុងចំនួន10ឆ្នាំកន្លងទៅនេះអានេះយើងមើល SPX បងប្អូនឃើញកន្លែងនេះជា bear market COVID អានេះ bear market Federal Reserve tightening interest rate ហើយកន្លែងនេះក៏ bear market ដែរអានេះចុះប្រមាណ25%ហើយអានេះ33% COVID ឥឡូវនេះយើងចុះទៅតែបញ្ជាក់ឡើងវិញតែ7ដណ្ដប់ទេក៏ប៉ុន្តែវាអាចធ្លាក់ទៅដល់កន្លែងនេះប្រហែលជា20%ផ្លាយជាពិសេសបើសិនណាជាមួយមកដល់ trend line នេះហើយនឹងអានេះជា233 MA អញ្ចឹងតើក្រុមហ៊ុនណាខ្លះយើងគួរទៅទិញខ្ញុំមិនអាចនិយាយប្រាប់បងប្អូនទាំងអស់បានទេក៏ប៉ុន្តែខ្ញុំអាចប្រាប់បងប្អូនថាក្រុមហ៊ុនធំដែលបងប្អូនបានឮឥឡូវនេះគឺថាសុទ្ធតែចុះថ្លៃអញ្ចឹងបានន័យថាយើងអាចទិញវាបានឥឡូវនេះផ្សារភាគហ៊ុនបើក futures market បងប្អូនឃើញយ៉ាងម៉េចចុះបន្ថែមទៀតមកហើយស្អែកនេះប្រហែលជាវានឹងធ្លាក់ទៅដល់ trend line នេះឬមួយក៏233 MA ដូចជា Amazon អានេះជា weekly ជាមិនមែនអានេះជា weekly Amazon បងប្អូនឃើញយ៉ាងម៉េចឃើញវាចុះប្រមាណចុះជិត 30% បើសិនណាជាយើងមើល Google ចុះប្រមាណ Google ចុះជិត 30% ដែរពីកំពូលលើនេះគេម្ល៉េះគឺថាតម្លៃថោកគឺថាសឹងតែគ្រប់ទាំងអស់ពីព្រោះឥឡូវនេះមិនមែនតែក្រុមហ៊ុនធំដូចនេះទេគឺថាសឹងតែគ្រប់គ្នាសិតតែចុះអាខ្លះចុះតិចអាខ្លះចុះច្រើនប៉ុន្តែភាគច្រើនចុះច្រើនជាពិសេសក្រុមហ៊ុននៅក្នុង technology ចឹងទៅប៉ុណ្្នឹងទេសម្រាប់វីដេអូនេះអ្វីដែលសំខាន់ខ្ញុំចង់ប្រាប់បងប្អូនថាយើងអាចធ្លាក់ចូលទៅក្នុង bear market ផ្សារខ្លាឃ្មុំអានឹងយ៉ាងតិចណា20% ក៏ឬមួយក៏លើសពីនឹងឥឡូវហ្នឹង SPX ជិតទៅដល់ហើយផ្សារឥឡូវហ្នឹងបើកផ្សារ futures បើតាមមើលទៅថ្ងៃស្អែកអាចធ្លាក់ទៅដល់20% ឬក៏លើសពីហ្នឹងអ្វីដែលសំខាន់គឺថាផ្សារភាគហ៊ុននឹងឡើងទៅថ្ងៃមុខទៅទៀត5ឆ្នាំ10ឆ្នាំវានឹងមិននៅតម្លៃដូចសពថ្ងៃនេះទេដូចខ្ញុំបានបង្ហាញបងប្អូនជាឧទាហរណ៍
រួចទៅហើយខ្ញុំមានការពិសោធន៍នៅក្នុង COVID ដែលខ្ញុំបង្ហាញគឺថាយើងទិញរយៈពេលនោះតម្លៃវានឹងឡើងទៅទៀតហើយបងប្អូនឃើញហើយគឺថាថ្មីបើ Google វាបានធ្លាក់ក៏ប៉ុន្តែខ្ញុំទិញនៅពេលដែលវាចុះថោកសម្បើមនៅក្នុងពេល COVID ហើយនឹងនៅពេលឆ្នាំ2022ឥឡូវនេះថ្មីបើ Google ធ្លាក់ចុះសម្បើមក៏ប៉ុន្តែខ្ញុំអត់មានខាតទេទី3គឺថាផ្សារភាគហ៊ុនយើងត្រូវចេះអត់ធ្មត់បើសិនណាជាយើងធ្វើវិនិយោគសម្រាប់រយៈពេលបើសិនណាជាយើងចង់បានចំណេញយើងទិញឥឡូវនេះពេលដែលគេខ្លាចនាំគ្នាលក់ជាឱកាសល្អបំផុតដែលមិនកើតឡើងញឹកញាប់នោះទេម្ល៉េះហើយជាឱកាសដែលយើងគួរតែទិញបើសិនណាជាយើងមានប្រាក់ថវិកាសម្រាប់ធ្វើវិនិយោគបើបងប្អូនចង់ចូលរួមក្រុមឯកជនរបស់ខ្ញុំមាន link នៅខាងក្រោមខ្ញុំចែករំលែកមានព័ត៌មានលម្អិតសម្រាប់ក្រុមហ៊ុននីមួយៗដែលខ្ញុំតាមដានចឹងជួបគ្នាលើកក្រោយទៀតអរគុណដែលបានមើលវីដេអូនេះបាយបាយ